សួងរៀបចំដែនដីចាប់ផ្ដើមចែកបានកម្មសិទ្ធិជូនអតិថិជនបុរីលេងនវត្រាដំណាក់កាលទី3ចំនួន2463បានក្រសួងរៀបចំដែនដីនគររូបនិយោកម្មនិងសំណង់បានបើកពិធីប្រគល់បានកម្មសិទ្ធិជូនដល់អតិថិជនបុរីលេងនវត្រាគម្រោងផ្លូវជាតិ 6A និងជ្រែក100ដំណាក់កាលទី3ចំនួន2463បាននៅព្រឹកថ្ងៃទី27ខែវិច្ឆិកានៅទីស្តីការក្រសួងក្រមអធិបតេយ្យភាពឯកឧត្តមសាយសំអល់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនិយោកម្មនិងសំណង់ឯកឧត្តមសាយសំអល់បានអំពាវនាវសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងកន្លងមកនិងបញ្ជាក់ថាក្រសួងកំពុងខិតខំដោះស្រាយបញ្ហាឲ្យបានរហ័សនិងទូលំទូលាយដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានសិទ្ធិកម្មសិទ្ធិពេញលេញលើផ្ទះនិងដីឡូឯកឧត្តមបានលើកឡើងថាក្រសួងតែងតែចង់ឃើញប្រជាពលរដ្ឋមានដំបូលច្រកមានជីវភាពសុខសាន្តនិងមានចំណូលសមរម្យឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យអតិថិជនរស់នៅជាសហគមន៍ល្អដោយគិតអំពីផ្លូវទឹកភ្លើងបរិស្ថានសុវត្ថិភាពនិងការដាំដើមឈើក្នុងទីកន្លែងរស់នៅក្រសួងនឹងបន្តសហការជាមួយនឹងក្រុមហ៊ុនបុរីធនាគារដើម្បីធានាលំហូរសាច់ប្រាក់និងជួយឲ្យប្រជាពលរដ្ឋទទួលបានឱកាសប្រាក់ទាបសម្រាប់ការសាងសង់ផ្ទះនិងដីឡូការចែកបានកម្មសិទ្ធិនិងនីតិវិធីចុះបញ្ជីផ្ទេរត្រូវចុះអនុវត្តរយៈពេល3ថ្ងៃចាប់តាំងពីថ្ងៃទី27ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នៅក្រសួងរៀបចំដែនដីសម្រាប់អតិថិជនក្នុងតំបន់ជ្រែក100នៅអន្លង់ក្អែកស្រុកមុខកំបោរខេត្តកណ្ដាលក្នុងដំណាក់កាលទី3នេះអតិថិជនដែលបង់ប្រាក់ 100% អាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ដោយភ្ជាប់កិច្ចសន្យាលក់ទិញច្បាប់ដើមវិក័យប័ត្របង់ប្រាក់ឬឯកសារភស្តុតាងបង់ប្រាក់និងឯកសារពាក់ព័ន្ធផ្សេងៗតាមតម្រូវការ